សួស្តីបងប្អូននេះគឺជាសត្វក្អែកទឹកដែលកំពុងតែសំកប់នៅលើទាំងថ្មហើយនឹងមើលត្រីហូរតាមទឹកជ្រោះនេះគឺជាជ្រោះនិមិត្តនៅខេត្តស្ទឹងត្រែងក្រុងបន្ទាល់ឡាវបាទនៅជិតដល់ទឹកដីឡាវហើយអំបញ្ញនេះខ្ញុំបានឃើញសត្វបាសៃហ្នឹងគឺវាឡប់ចាប់ត្រីនៅក្នុងទឹកឥឡូវនេះខ្ញុំបានយកកាមេរ៉ាមកថតដើម្បីមើលវាចាប់ទឹកចាប់ត្រីឥឡូវនោះអត់ឃើញវាចាប់ត្រីទេណាហើយសំឡេងទឹកជោគនេះគឺហូរឡើងពុះខ្មាញ់តែម្ដងការថតនេះនៅថ្ងៃទី6ខែមេសាឆ្នាំ2026ខែនេះគឺអត់ដែលមានភ្លៀងទេប៉ុន្តែទឹកនៅតែហូរខ្លាំងបានតែទឹកនេះគឺហូរអត់ស្គាល់ខែប្រាំងខែវស្សាទេគឺទឹកហូរខ្លាំងសំឡេងឡើងហូរកញ្ជ្រៀវតែម្ដងហើយនេះគឺសត្វក្អែកទឹកកំពុងតែអង្គុយឬក៏ទុំនៅលើផ្ទាំងថ្មយ៉ាងរំភើយបាទគឺជាបក្សីប្រមាញ់មច្ឆានៅក្នុងទឹកបាទស្រស់ស្អាតណាស់